ជំរាបសួរសួស្តីទាំងអស់គ្នាជួបនេះទីរ៉ាជំនួយadmin សម្រាប់ review ថ្ងៃនេះដែរអេមានមកសម្រាប់រឿងអាចកំបាំងសួស្តីពេលទី8ផ្ដើមនៃរឿងនៃពេលទី8ចេយីបន្ទាប់ពីសូលគីសួរបែបហ្នឹងនាងក៏បាននិយាយប្រាប់ការពិតទាំងអស់ថាមានថ្ងៃមួយនោះនាងបានចូលក្នុងបន្ទប់ធ្វើការរបស់ឪពុករបស់ខ្លួនពេលហ្នឹងក៏បានឃើញឯកសាររបស់លោកគ្រូកណិតនាងឆ្ងល់ថាឪពុករបស់ខ្លួនហេតុអីបានជាមានឯកសាររបស់លោកគ្រូកណិតអញ្ចឹងហើយបានជានាងថតឯកសារទាំងអស់ហ្នឹងទុកអញ្ចឹងនាងក៏បាននិយាយប្រាប់ការពិតទាំងអស់ទៅកាន់សូលគីបន្ទាប់ពីដឹងរឿងហ្នឹងនាងក៏រៀងជឿទៅកាន់ចេយីទៅទួយដែរហើយចេយីក៏បាននិយាយទៀតថាសូលគីឯងនៅតែជាមិត្តរបស់យើងជានិច្ចហើយសូលគីក៏ជឿទៅកាន់ចេយីនឹងឯងបន្ទាប់ពីពិនិត្យសុខភាពទទួលបានជោគជ័យហើយគ្រូពេទ្យហ្នឹងតម្រូវឲ្យសិស្សហ្នឹងនាំគ្នាគេងតែសូលគីគេងឲ្យលក់ទេអញ្ចឹងក៏ហើយគ្រូពេទ្យក៏បានចាក់ថ្នាំឲ្យនាងគេងលក់ទៅពេលដែលសូលគីគេងលក់នោះនាងក៏បានយល់សប្តាហ៍ពេលដែលខ្លួនឯងបាត់ខ្លួនហ្នឹងឪពុករបស់ខ្លួនឯងហ្នឹងខំប្រឹងរកខ្លាំងមែនតើប៉ុន្តែមើលទៅដូចជាឪពុករបស់សូលគីមើលឃើញសូលគីទេចង់បញ្ចប់មកសូលគីហ្នឹងក៏បានជួយជំរុញចេយីពេលដែលចេយីធំនេះហើយចេយីធំនឹងឯងដែលជាអ្នកនាំសូលគីមករស់នៅក្នុងជីវិតពិតទទួលស្គាល់ការពិតហើយឈប់រស់នៅក្នុងរឿងនិទានទៀតដែរចំពោះនៅពេលបច្ចុប្បន្នវិញពេលដែលគ្រប់គ្នាកំពុងតែសម្រាកក៏មានសិស្សស្រីម្នាក់បានទៅលួចសោតូពីសូលគីហើយសកម្មភាពទាំងអស់ហ្នឹងចេយីគេក៏បានឃើញដោយសារតែគេងលក់មិនសូវជាស្កប់ប្រមាណដែរចេយីក៏បានសម្រេចចិត្តថាដើរតាមសិស្សស្រីម្នាក់ហ្នឹងតែពេលហ្នឹងអ្នកគ្រូពេទ្យហ្នឹងក៏បានឃើញចេយីគាត់ក៏បានប្រាប់ថាឲ្យចេយីហ្នឹងទៅគេងទៅកុំរវល់ទៅដើរពេកចេយីដើរមកក៏បានដឹងថាសូលគីត្រូវបានគេលួចសោតូរបស់នាងយកទៅបាត់ហើយអញ្ចឹងហើយចេយីហ្នឹងក៏បានដើរទៅមើលថាណាគេលួចសោរបស់សូលគីម្នាក់ហ្នឹងគឺជាយារីនឹងឯងហើយយារីនឹងលួចសោតូរបស់សូលគីយកទៅធ្វើអីបន្ទាប់ពីប្រឡងមេធំត្រូវបានបញ្ចប់សាលានឹងគេបានរៀបចំវិធីជួបលៀងឲ្យសិស្សតែសូលគីដោយសារតែនាងត្រូវថ្នាំមកអញ្ចឹងហើយរៀងសេសើទៅឡើយទេចេយីក៏បាននាំសូលគីនឹងដើរលេងចំពោះអារ៉ាវិញសាលាគេកំពុងតែជួបលៀងហើយហ្នឹងនាងក៏បានយកថ្នាំហ្នឹងយកលក់ឲ្យបងស៊ូទៀតតែបងស៊ូដងទៅលេបថ្នាំមកទាំងអស់តែម្ដងអារ៉ាក៏បានស្ដីបន្ទោសទៅកាន់បងស៊ូថាហើយបានឯងលេបច្រើនម៉េចបងស៊ូក៏បាននិយាយថាខ្ញុំគិតថាលេមចឹងទៅសមត្ថភាពរបស់ថ្នាំនឹងការធ្វើដងអារ៉ាហួសចិត្តខ្លាំងមែនតើតិចបងស៊ូនឹងប្រតិកម្មថ្នាំទៅចំពោះចេយីនេះវិញដោយសារតែខ្លួនឯងអត់បានតាមដានយារីទេនាងក៏បានផ្ញើសារទៅកាន់អារ៉ាដែលជាកូនចៅរបស់ខ្លួននឹងឲ្យតាមដានយារីផងថាយារីធ្វើសកម្មភាពអ្វីនឹងឲ្យប្រាប់នាងចំណែកឲ្យខ្លួនឯងនឹងរវល់មកលេងជាមួយនឹងសូលគីណែចំពោះសូលគីវិញអត់ដឹងទេថាមានរឿងអ្វីកើតឡើងចំពោះពួកគេបងស៊ូដោយសារតែលេបថ្នាំច្រើនពេកនាងនឹងក៏បានក្តៅខ្លួនធ្វើទុកខ្លាំងមែនតើក៏បានដើរបោកជាមួយនឹងសិស្សបងយ៉ងជីនក៏នឹកឃើញដឹងហើយថាការដាក់របស់បងស៊ូគឺនាងបែកថ្នាំនឹងឯងបងស៊ូវងវែងវងវាន់ស្លាប់ពេញហ្នឹងម្នាក់ហ្នឹងឃើញបងស៊ូអាការៈអត់ស្រួលហើយប៉ុន្តែអត់ជួយយកទៅពេទ្យទេឆយខ្ញុំក៏បានមកជួយជាមួយនឹងម្ដាយរបស់ខ្លួនកំពុងតែនិយាយគ្នាអត់បានប្រមាណផងម្ដាយរបស់ឆយខ្ញុំក៏បានជួយជំនួសពូតេជុនណាមានរឿងនៅតែនិយាយជាមួយនឹងម្ដាយរបស់ឆយខ្ញុំឃើញអញ្ចឹងក៏មានបំណងប្រាប់រឿងរ៉ាវទាំងអស់ហ្នឹងទៅកាន់សូលគីតែសូលគីហ្នឹងក៏ប៉ុន្តែលេងជាមួយនឹងចេយីយ៉ាងសប្បាយរីករាយណែឆយខ្ចង់ខំប្រឹងតែយ៉ាងណាក៏នាងឲ្យលើកដែរដោយសារតែរវល់លេងនៅខាងក្រៅអំពួកយារីវិញដែលនាងលួចបើកទូរបស់សូលគីរបស់ដែលនាងចង់បាននោះគឺជាទូរស័ព្ទរបស់ឪពុករបស់សូលគីតែទូរស័ព្ទហ្នឹងអត់ទាន់បានបើកមើលផងក៏សាប់តែលុតថ្មបានអញ្ចឹងហើយនាងក៏លោតែនឹងសួរទៅកាន់បងស៊ូថាបងស៊ូឯងមានដូចចូលទូរស័ព្ទអត់ហើយបងស៊ូគ្នាកំពុងតែអត់ស្រួលខ្លួននេះដោយសារតែលេបថ្នាំច្រើនពេកក៏អួតផងអីផងពេញហ្នឹងតែមិត្តភ័ក្តិរបស់គេអត់មានខ្វល់ទេអារ៉ាដែលកំពុងតាមដានយារីឃើញបងស៊ូពលថ្នាំអញ្ចឹងហើយក៏មានខ្វាយខ្វល់ជាមួយនឹងបងស៊ូដែរនាងបែរជាឆាប្រាប់ទៅកាន់ចេយីថាយារីនឹងលួចទូរស័ព្ទរបស់សូលគីតែមើលទៅដូចជាមិនមែនទូរស័ព្ទរបស់សូលគីទេដូចជាសាច់ញាតិរបស់សូលគីតែឥឡូវហ្នឹងទូរស័ព្ទមួយហ្នឹងលុតថ្មបាត់ទៅហើយចំពោះសូលគីវិញនាងអត់ទាន់ដឹងទេថាទូរស័ព្ទរបស់ឪពុករបស់ខ្លួនហ្នឹងត្រូវបានគេលួចបាត់ទៅហើយរវល់តែលេងសប្បាយជាមួយនឹងចេយីនឹងឯងពួកគេទាំងពីរនាក់ហ្នឹងក៏បានញ៉ាំសាច់អាំងនៅមូលមករបស់ឆយខ្ចង់ឪពុករបស់ចេយីឃើញចេយីស្រាជាមួយនឹងសូលគីអញ្ចឹងគាត់នឹងដូចជាអត់សប្បាយចិត្តទេមើលទៅគាត់នឹងអត់ចូលចិត្តទៅកាន់សូលគីសោះតែម្ដងណាពេលដែលពួកគេកំពុងតែរៀបញ៉ាំប៉េបស៊ីសាច់អាំងហើយនឹងគាត់ក៏បានមកនិយាយក្នុងនាមជាលោកគ្រូពេទ្យម្នាក់ថាអាហារទាំងអស់ហ្នឹងវាប៉ះពាល់សុខភាពចេះចុះអីចឹងទៅប៉ះសូលគីអត់ចូលចិត្តពុករបស់ចេយីដែរអញ្ចឹងគេក៏ផឹកប៉េបស៊ីយកសាច់អាំងហ្នឹងមកញ៉ាំរួចហើយក៏និយាយថាលោកគ្រូយូញ៉ាំម្ដងវាអត់អីទេនាងហ្នឹងក៏បានយកសាច់មួយហ្នឹងយ
យកមកដាក់ចូលមាត់ចាយាយលើកទី1ហើយដែលឃើញសូលគីនឹងអត់ខ្លាចសំបីតែឪពុករបស់ខ្លួនក្រៅពីញ៉ាំអាហាររបស់ខ្លួនឯងហើយនាងក៏ឲ្យចាយាយនឹងញ៉ាំអាហារទាំងអស់នឹងដូចគ្នាដែរនេះហើយជាលើកទី1ហើយដែលចាយាយប្រឆាំងជាមួយនឹងឪពុករបស់ខ្លួនពេលប្រឆាំងជាមួយនឹងឪពុកធ្វើតាមបេះដូងខ្លួនឯងមួយថ្ងៃនិយាយពីថាសប្បាយខ្លាំងមែនតើចំពោះយារីអាណាពេលដើរក៏បានជួយជំនួសឆ្វ័យខ្ចុងនៅក្នុងសាលាពួកគេដែរនឹងគេមានកម្មវិធីបន្លែងដែតមានន័យថាចាប់គូសង្សារឲ្យគ្នាអញ្ចឹងណាយារីនឹងក៏បានឲ្យឆ្វ័យខ្ចុងនឹងចូលទៅចាប់គូសង្សារជាមួយនឹងគេដែរទៅហើយឆ្វ័យខ្ចុងនឹងក៏ចេះទៅតាមមិត្តភក្តិទៅហើយគូបន្លាញ់ដែររបស់ឆ្វ័យខ្ចុងនឹងគឺជាសិស្សច្បងយ៉ងជីនគូដែលពួកគេត្រូវជួបគ្នានឹងមានពេលតែ3នាទីទេពេលហ្នឹងឆ្វ័យខ្ចុងក៏ចាប់ផ្ដើមណែនាំខ្លួនថាខ្លួនឯងរៀននៅសាលាណារៀនថ្នាក់ទីប្រមាណអញ្ចឹងណាយ៉ងជីនក៏បានណែនាំខ្លួនដូចគ្នាដែរយារីវិញនាងចាំមិត្តភក្តិនៅខាងក្រៅពេលហ្នឹងកំពុងតែចង់យកទូរស័ព្ទប៉ារបស់សូលគីសាកថ្មនាងក៏បានឃើញខ្សែព្រីមួយតែខ្សែព្រីហ្នឹងចូលបន្ទប់បន្លាញ់ដែររបស់ខាងប្រុសចំពោះបងស៊ូឯណែនាងខំប្រឹងដើររកដោយទូរស័ព្ទដើម្បីយកទៅឲ្យយារីបងស៊ូនឹងស្រឡាញ់ចូលចិត្តយារីខ្លាំងមែនតើនឹងចង់ធ្វើជាមិត្តភក្តិរបស់យារីឆ្វ័យខ្ចុងដែលកំពុងតែបន្លាញ់ដែតឯណេះនាងដូចជាជប់ខ្នងដល់ពេលឃើញអញ្ចឹងសិស្សច្បងនឹងក៏និយាយដូចជាខែបារម្ភទៅកាន់ឆ្វ័យខ្ចុងអញ្ចឹងដែលធ្វើឲ្យឆ្វ័យខ្ចុងនិយាយពីថាអៀនខ្លាំងមែនតើយ៉ងជីនក៏បាននិយាយថាគេមានរបស់ឲ្យឆ្វ័យខ្ចុងស្មានថាយ៉ងជីនចង់ញ៉ាយខ្លួនប៉ុន្តែអ្វីដែលយ៉ងជីនចង់បានគឺគេកំពុងតែស្វែងរកសូលគីសោះដល់ពេលឃើញអញ្ចឹងឆ្វ័យខ្ចុងចង់ជេរក៏ជេរការដែរព្រោះពេលវេលា3នាទីហ្នឹងបានអស់ទៅហើយយារីណែបន្ទាប់ពីកន្លែងដែលប្រុសត្រូវបានបញ្ចប់នាងក៏បានចូលបន្ទប់របស់មនុស្សប្រុសនិងយកទូរស័ព្ទទៅសាកនៅនឹងឆ្វ័យខ្ចុងចង់ដឹងថាម្នាក់នឹងគឺជាណាគេដើម្បីជេរតែសិស្សច្បងនឹងទៅបាត់ទៅហើយនឹងចំពោះពីអ្នកគេនេះវិញម្នាក់នឹងអត់មានខ្វល់ទេនាំគ្នាលេងសប្បាយជាមួយនឹងគ្នាឡើងសប្បាយហ្មងណាប៉ុន្តែអាកំពុងតែសប្បាយហត់ហើយនឹងក៏មកសម្រាប់បន្តិចដើម្បីទៅរកអីញ៉ាំរៀងឃ្លានដែរចំពោះយារីវិញគេចេញចូលមើលទូរស័ព្ទនឹងអារ៉ាក៏ដូចគ្នាតួនាទីរបស់គេគឺតាមដានយារីនឹងឯងពេលនោះឪពុករបស់ចាយាយក៏បានហៅយារីនឹងមកនិយាយជាមួយនឹងគ្នាដើម្បីសួររឿងអំពីទូរស័ព្ទប៉ុន្តែពេលពួកគេកំពុងតែជួបគ្នាដើម្បីនិយាយគ្នាអារ៉ានឹងក៏បានយកទូរស័ព្ទថតសកម្មភាពរបស់ពួកគេដូចគ្នាដែរប៉ុន្តែពេលអារ៉ាចុចថតទៅ flash ទូរស័ព្ទនឹងក៏បានប៉ះជាមួយនឹងមុខរបស់លោកគ្រូតែប៉ុណ្ណេះពូតេជននឹងបដ ឲ្យថាមានគេលួចថតគាត់ចំពោះបងស៊ូនេះវិញគេបានរកឃើញទូរស័ព្ទដើម្បីឲ្យយារីហើយតែពេលហ្នឹងក៏មានមនុស្សម្នាក់បានដើរចូលក្នុងបន្ទប់មួយហ្នឹងដែរក្នុងសាលាហ្នឹងគេមានអីក៏ជ្រួយអញ្ចឹងហើយអាភ្លើងក៏ជ្រួយហ្នឹងក៏បានឃើញមុខម្នាក់ហ្នឹងបងស៊ូឃើញច្បាស់តែម្ដងថាម្នាក់ហ្នឹងគឺជាណាគេតែយើងអត់ទាន់ដឹងទេថាម្នាក់ហ្នឹងគឺជាណាគេចំពោះពីអ្នកនេះគេវិញរវល់តែមើលក៏ជ្រួយហ្នឹងនិយាយពីថាសប្បាយខ្លាំងមែនតើតែពេលហ្នឹងអារ៉ាហ្នឹងក៏បានឆាប្រាប់ចាយាយថាយារីជួយជំនុំពររបស់ខ្លួនឃើញអញ្ចឹងចាយាយឆ្ងល់ខ្លាំងមែនតើនាងក៏ចង់ទៅមើលផ្ទាល់ភ្នែកតែម្ដងស្របពេលជាមួយនឹងគ្នាឆ្វ័យខ្ចុងហ្នឹងក៏បានរកសូលគីឃើញល្មមអញ្ចឹងហើយចាយាយក៏បានប្រាប់សូលគីថាគេរវល់បន្តិចពេលហ្នឹងឆ្វ័យខ្ចុងបានសួរសូលគីថាហេតុម៉េចបានអត់ reply ឆាតរបស់គេអញ្ចឹងសូលគីហ្នឹងក៏រកទូរស័ព្ទពេលហ្នឹងហើយដល់សូលគីដឹងថាទូរស័ព្ទរបស់ឪពុករបស់ខ្លួនណាត្រូវបាត់អារ៉ាវិញក៏បានឆាប្រាប់ទៅកាន់ចាយាយថាទូរស័ព្ទប៉ារបស់សូលគីនៅបន្ទប់បន្លាញ់ដែររបស់មនុស្សប្រុសចាយាយលឺអញ្ចឹងក៏បញ្ញាប់រត់ដើម្បីទៅរកទូរស័ព្ទមួយនោះយារីវិញក៏កំពុងតែធ្វើដំណើរទៅយកទូរស័ព្ទនឹងដូចគ្នាដែរតែក៏បានជួយជាមួយនឹងសិស្សប្អូនដោយសារតែគេស្អាតសិស្សប្អូនហ្នឹងចង់ថតរូបជាមួយអញ្ចឹងណាចាយាយទៅដល់បន្ទប់នឹងហើយរកទូរស័ព្ទពេញហ្នឹងប៉ុន្តែរកឃើញតែចៃដន្យអីទូរស័ព្ទមានថ្មហ្នឹងក៏មានគេតែមកចាយាយរកឃើញទូរស័ព្ទមួយហ្នឹងបដ ாய்បន្ទាប់ពីបានទូរស័ព្ទហើយនាងក៏បានទៅបន្ទប់ទឹកនិងចុចបើកមើលតើទូរស័ព្ទមួយហ្នឹងទូរស័ព្ទណាគេបើកមើលទៅក៏ដឹងថាទីទូរស័ព្ទរបស់ពុករបស់សូលគីតែទូរស័ព្ទហ្នឹងជាប់ password ចាយាយមនុស្សឆ្លាតខ្លាំងមែនតើបើកមើលព័ត៌មានដែលសូលគីបាត់ខ្លួននាងហ្នឹងក៏វាយ password ចូលហើយ password ហ្នឹងក៏ត្រូវគ្នាជាមួយទូរស័ព្ទរបស់ឪពុករបស់សូលគីអញ្ចឹងយារីវិញមកដល់បន្ទប់ហ្នឹងក៏ដឹងថាទូរស័ព្ទត្រូវគេយកទៅបាត់ដែរនាងមួម៉ៅខ្លាំងមែនតើដើរចេញមកក្រៅហ្នឹងក៏ជួយជំនុំបងស៊ូទៅយកដោយទូរស័ព្ទឲ្យដែលធ្វើឲ្យយារីចាប់ផ្ដើមមួម៉ៅជាមួយនឹងបងស៊ូហ្មងនាងក៏បានច្រានបងស៊ូឡើងដួលតំណាញ់ពេញហ្នឹងពេលហ្នឹងបងស៊ូចាប់ផ្ដើមអន់ចិត្តជាមួយនឹងយារីហើយចាយាយបន្ទាប់ពីបើកទូរស័ព្ទមកនាងក៏បានឆែកមើលឆែកចូលឆែកឡើងក៏ឃើញលោកគ្រូវូហ្នឹងធ្លាប់លេងឆាតជាមួយនឹងឪពុករបស់ខ្លួនឆែកមើលក៏មានវីដេអូមួយដែលថតជាប់លោកគ្រូវូហ្នឹងកំពុងតែធ្វើសកម្មភាពមិនសមរម្យជាមួយនឹងកូនសិស្សម្នាក់ចាយាយភ្ញាក់ផ្អើលខ្លាំងមែនតើក៏បានស៊ូមមើលមុខម្នាក់ស្រីហ្នឹងក៏ដឹងថាម្នាក់ហ្នឹងគឺជាចាណាហ្នឹងគឺជាបងថៃរបស់ចាយាយហើយពួកគេមានរវៃកើតឡើងទៅចំពោះបងស៊ូជាមួយនឹងយារីនៅខាងក្រៅឯណែបងស៊ូចាប់ផ្ដើមឆ្ងល់ថាហេតុអីបានជាយារីហ្នឹងអត់ចូលចិត្តនាងសោះអញ្ចឹង
Hao ya ri nâng á có bàn tràn bông số chỉ lược tí pi tràn lược nâng niếng á tràn liêng khẳng là thua ai bông số làm là bùa đai món á bông số á chập làm khẳng mảnh tè này cha dây bắt đầu bị khơi video ở môi nốt niếng có bàn bao cho thằng bắt đầu thua ca là bao là cầu vô pe cho tới sự than ở phim nữa không video nơi khẳng cái đó cứ đôi khi khăn mảnh tên cha dây ép nhập ao chung nơi đơn ra là bàn ca láng nè chọn bùa bông số nơi khẳng cào nam nâng á thua tộc căn là khẳng là thua ai bông số của bạn bay chạy khăn mảnh tên tham môi là o môi na cô rương mình cô niếng á có bàn căn có bật cùng riêng kê cục kia nó bay trong sầm lạp cục kia ta mà đong đã ra tận niếng á tham thua tộc khẳng pe nâng á ya ri á chập đam lông lông từ căn bông sốแต่โคลนไอมันจะตนาเต้ตายบองโซว่าเคยสลับมันโยเต้จังหายนั่งกับบานจ่ายเยรีมากับบาเตอร์หรือบนมันตีเตอร์ปันตายปัตตอไปจ่ายเยรีบานมากับบาหายเกยสลับแต่ครั้งแต่การโซลกีไว้มาดองถ้ากรมยางนั่งได้สารแต่โซลกีไปดองมาเรียนเนอร์สลานั่งดำน้ำดำในปีเนียงเกยนั่งกับบ้านจ่ายแต่การโซลกีมากับบาเตียดหาเมื่อเตอร์จ่ายแต่การโซลกีเรียนทวนงอจอมปูหรือปูเตจนวัยเคยสถานเพียบแบบนั่งก็วัดได้เมนจุยควาเตนอยชอยย้ำล้างสบายจัดโซลกีไว้เนี่ยเตอร์หรือบัวเรียนทวนได้นั่งจอมปัวเจยเนอเลอแน่เนอซอกก็สลับแต่เคยท่ามาโนมาเนี้ยบ้านดามาตีนังได้ให้มาเนี้ยนั่งยงกับบานดังท่ากูจะเจนานังไอ้หายเรื่องมวยนังกับบานสไลด์ตรงแหวนนังไอ้ในตะกอกนี่จำมือแต่ปีเนี้ยบองปองเกจุกเนี่ยนังมีเราไว้กะล้างออกคนชาตินังออกนี่จะเรียบเรียบาย